កូនជាទីស្រឡាញ់មនុស្សដែលស្រឡាញ់យើងពិតឬមិនពិតនោះក៏មើលត្រឹមតែសបកក្រៅឬស្ដាប់តែពាក្យសម្ដីរបស់គេប៉ុណ្ណោះសោះអាកប្បកិរិយាគេអាចធ្វើបានឯពាក្យសម្ដីវាគ្រាន់តែជាខ្យល់មាត់អាចផ្លាស់ប្ដូរយ៉ាងណាឬមិនដូចចិត្តយ៉ាងម៉េចគឺចេះតែប្រព្រឹត្តទៅបានទាំងអស់មនុស្សដែលពោលថាស្រឡាញ់យើងស្គាល់ចិត្តស្គាល់ថ្លើមយើងនិងគោរពរាប់អានយើងនោះអាចគ្រាន់តែជាទឹកអប់ដែលបាញ់ដាក់មកឲ្យយើងសប្បាយចិត្តតែប៉ុណ្ណោះគឺគេអាចស្អប់យើងក៏បានប៉ុន្តែដើម្បីប្រយោជន៍អ្វីមួយទៅគេនិយាយគេមានអាកប្បកិរិយាយ៉ាងនោះឯងនោះដែលមិនធ្លាប់និយាយថាស្រឡាញ់យើងសម្បីតែម្ដងមិនធ្លាប់អួតសរសើរយើងណាម្ដងសោះប៉ុន្តែគេអាចជាមនុស្សស្រឡាញ់យើងដោយពិតស្មោះត្រង់ជាមួយនឹងយើងប្រកបក៏មានដែរដែលពោលមកនេះមិនមែនបានន័យថាអ្នកដែលប្រាប់ថាស្រឡាញ់យើងទាំងអស់ហ្នឹងសុទ្ធតែមិនស្រឡាញ់យើងដោយពិតនោះទេតែពួកអ្នកដែលមិនធ្លាប់ប្រាប់ថាស្រឡាញ់យើងម្ដងសោះសុទ្ធតែស្រឡាញ់យើងដោយពិតនោះក៏ទេដែរគ្រាន់តែចង់ប្រាប់កូនឲ្យដឹងថាណានាស្រឡាញ់មិនស្រឡាញ់យើងដោយពិតនោះមិនមែននៅត្រង់សម្បកក្រៅនិងខ្យល់មាត់នោះទេគឺនៅត្រង់ការដែលធ្វើពិតដែលយើងត្រូវសង្កេតពិនិត្យក្នុងការយូរមនុស្សដែលល្អចំពោះយើងរមែងល្អទាំងចំពោះមុខទាំងកំបាំងមុខគឺតែងតែជួយយើងរក្សាយើងទំនុកបំរុងនឹងការពារយើងមិនថាយើងនឹងឯងទៅជាយ៉ាងណាគេនៅតែស្មើចុងស្មើដើមជាមួយនោះឯងដែលថាជាមនុស្សស្រឡាញ់យើងពិតត្រង់ដែលថាគេថាស្រឡាញ់យើងឬមិននិយាយឬមិននិយាយអីនោះវាមិនសំខាន់ទេចំណែកមនុស្សដែលល្អតែនឹងមុខយើងក្រោយខ្នងនិន្ទាមិនទំនុកបំរុងយើងមិនគ្រប់គ្រងយើងនិយាយពីរោះជាមួយក្រំតែដើម្បីពឹងពាក់ឬប្រើយើងមាត់ហើយនឹងចិត្តប្រព្រឹត្តទៅផ្សេងគ្នានោះឯងគឺជាមនុស្សដែលមិនស្រឡាញ់យើងពិតប្រាកដទេទោះបីមាត់ប្រាប់ថាយើងល្អយ៉ាងនេះយ៉ាងនោះក៏មិនអាចជឿបានដែរក្នុងរឿងនេះកូនត្រូវប្រយ័ត្នចិត្តខ្លួនឯងកុំវង្វេងច្រឡំទៅរីករាយជាមួយនឹងពាក្យសម្ដីរបស់អ្នកបោកប្រាស់ទាំងនោះនាំឲ្យខូចខ្លួនខូចប្រាណអស់ទាំងទ្រព្យសម្បត្តិទាំងត្រូវខកចិត្តដល់ក្រៃលែងទៀតផង